ចាសួស្តីបងប្អូនថ្ងៃនេះមកមានមុខម្ហូប5មុខចែកម្លែកទៀតហើយគឺនេះមួយនេះមុខដំបូងនេះគឺខ្ញុំនិយាយពីវិធីខ្ញុំបកកទី5ទុកចាខ្ញុំទៅម្ហូបនេះគឺធ្វើសម្រាប់ក្មេង8ខែឡើងព្រោះកូនខ្ញុំឥឡូវ8ខែជាងហើយចាអញ្ចឹងអានេះគឺទី5ដែលខ្ញុំបកកឲ្យកូនគឺខ្ញុំបកសបកចេញអស់បកឲ្យហើយទុកតែសាច់ចឹងទៅចានេះខ្ញុំចេះតែឆ្នៃឲ្យតកូនបានគាត់បានញ៉ាំគ្រប់មុខរួមទៅខ្ញុំចង់ឲ្យកូននោះគាត់ចេះញ៉ាំបានគ្រប់មុខអញ្ចឹងយើងត្រូវឲ្យគាត់សាកគ្រប់មុខទាំងអស់គឺតាំងពីរបស់ជូររបស់ផ្អែមរបស់ល្វីងរបស់អីហ្នឹងគឺគាត់ឲ្យគាត់ហ៊ានដឹងរសជាតិទៅហើយតែសាកទីងតិចសិនអញ្ចឹងណាបងប្អូនហើយគាត់ខ្ញុំសាកឲ្យគាត់ទាំងអស់គឺគាត់អត់ដែលមានបញ្ហាអីទេគឺគាត់ញ៉ាំបានគាត់ចូលចិត្តញ៉ាំច្រើនដែរគាត់ញ៉ាំអាណាដែលខ្ញុំទៅក្មេងក៏ដូចយើងដែលចូលចិត្តញ៉ាំអាឆ្ងាញ់អញ្ចឹងណាចាអរគុណបងប្អូននេះហើយមួយទៀតមុខម្ហូបមួយទៀតខ្ញុំយកទីប្រាខ្ញុំបកកហ្នឹងយកមកលាយមួយគីវីអានេះសិតតែជូរអញ្ចឹងដល់ពេលខ្ញុំសាកទៅគាត់អត់សូវញ៉ាំបានច្រើនទេតែបានមកគួសមគាត់អានេះដោយសារយើងធ្វើឲ្យគាត់ទៅកុំឲ្យខែប្រសាយអីគឺគាត់ញ៉ាំគាត់និយាយថាជួយប្រព័ន្ធភាពស៊ាំគាត់ណាចាហើយខ្ញុំយកមកធ្វើឲ្យឆ្អិនទាំងអស់ខ្ញុំលាយទឹកអញ្ចឹងទៅយើងដាក់ឲ្យវាទុនឆ្អិនហើយខ្ញុំយកមកកន្លុកទុកឲ្យគាត់អញ្ចឹងទៅចាហើយខ្ញុំទុកក្នុងទូអត់ទុកទូទឹកកកទេខ្ញុំធ្វើហើយខ្ញុំទុកឲ្យត្រជាក់ទៅឲ្យគាត់ញ៉ាំហ្មងចាឥឡូវហ្នឹងថារៀងឆាប់ប្រសាអីអញ្ចឹងខ្ញុំអត់សូវដាក់ទូទឹកកកអីចាតែយើងអាចកដៅបានអញ្ចឹងណាចាហើយមួយទៀតខ្ញុំធ្វើសកានៀកចាសកានៀកកាន់តែស្រួលដែរសកានៀកខ្ញុំយកមកចំហុយមួយពងមាន់អញ្ចឹងយកសកានៀកក្រហមសកានៀករបស់យើងនឹងហើយយើងកាត់មកពាក់កដាលទេខ្ញុំកាត់ពាក់កដាលហើយយកមកក្លុកដាក់មួយពងមាន់ទៅហើយខ្ញុំដាក់ចំហុយហើយមកបងប្អូនអត់បាយគាត់ថាវាអត់សូវមានរសជាតិអីព្រោះខ្ញុំធ្វើគឺសុតអត់មានដាក់អីគេថែមរសជាតិអីទាំងអស់គឺកូនក្រមួយឆ្នាំសម្រាប់ខ្ញុំកូនក្រមួយឆ្នាំគឺអត់មានថែមរសជាតិអីទេគឺរបស់ធម្មជាតិមិនខ្មៅអញ្ចឹងអត់មានថែមស្ករថែមអំបិលអីទាំងអស់ចាអរគុណច្រើនបងប្អូនមួយទៀតចូលដល់បបរកូនហើយនេះខ្ញុំធ្វើបបរកូនសិតតែបន្លែចានេះបន្លែល្វីងឲ្យគាត់ចេះញ៉ាំហើយដាក់សាច់គោម្ដុំឯសាច់គោផុយដែរអញ្ចឹងដាក់អង្ករដាក់ទឹកលាយធម្មតាហើយខ្ញុំដាក់បន្លែលាងឲ្យស្អាតអស់ហើយដាក់បន្លែចូលហើយទៅចាំដាក់សាច់គោដោយសារសាច់គោខ្ញុំហ្នឹងក៏ផុយដែរអីទេចាហើយខ្ញុំដាក់អត់មានលាយអីទៀតទេគឺសុតតែម្ដងចាដើម្បីឲ្យគាត់ដឹងរសជាតិហើយយើងធ្វើសម្រាប់ក្មេងក្រោម1ឆ្នាំអញ្ចឹងកូនខ្ញុំឥឡូវ8ខែជាងហើយគាត់រៀនញ៉ាំអញ្ចឹងតាំងពី6ខែមកម៉េះខ្ញុំធ្វើឲ្យគាត់រហូតគឺធ្វើតែមួយថ្ងៃជួនកាលធ្វើសល់ដល់ស្អែកបន្តិចទេហើយវាច្រើនខ្ញុំបកកតាសាច់ទុកទឹកដុំទឹកស៊ុបជាមួយនឹងអីចឹងណាបងប្អូនហើយនេះមួយទៀតក៏ស្តៀងគ្នាដែរគ្រាន់តែដូរពីបន្លែថែមបន្លែ3មុខផ្សេងជាមួយនឹងបង្គាចាយប់ទៅបងប្អូនអាចឆ្លាស់សាច់មួយមុខ2មុខឬក៏អីសាច់មាន់សាច់គោបង្គាហ្នឹងគឺយើងឆ្លាស់ទៅនេះខ្ញុំលាយមួយបន្លែបៃតងឲ្យច្រើនអញ្ចឹងទៅហើយពេលខ្លះខ្ញុំដាក់បន្លែចេញពីដុំទឹកស៊ុបចឹងណាចា